Ba việc số bóng phôn nhôm mua bánh nhá chỉ việc phạt con nơi ông ở scenery bóng phôn ngày nay đá nhôm trong nó mà đó một ôn một score nơi chấm nói chỉ xe khá nó không cầm rong ông ở scenery bao giờ nghĩ và sầm ráp cầm rong ông ở scenery bao giờ cứ dân cầm phôn tại sang sang ban 2.3 sao bóng phôn này sầm đẹp play bê tông cứ cầm phôn tại chắc to đinh thì play khẳng một màu play bê tông cứ cầm phôn tại còn to ca chắc ban học sao bóng phôn phải chạy cái tê nông ca chạm play đi cứ dân pra đại chỉ đại bay ở mấy tầm hôm 7 đi bằng con hay cầm ra play bao giờ cứ bê tông mà ta cả la cứ dương pra cầm ra đồng ta cả la hay đồng ốt cái su bị lơ bằng sầm ráp cầm rong bao dương phải bán cứ dương sang sang teของรู้จำนวน5dương sang một vì là ởจำนวน2te 1vì là ấmจำนวน3teของcon và sầm mẹ một vì là cái ở bao dương cứ này à kia môi nó cứ mình chầm rơi đo từ 14 mét ឆ្លងកាត់ការខួងទេសដីដើម្បីស្វែងរកនៅជំរឿដីនៅប្រភេទដីមួយដែលអាចប្រនៅទម្ងន់របស់អាគាររបស់យើងទាំងមូលបានក៏ពីយើងសិក្សានៅតបដីនីមួយៗដើម្បីសាងសង់អាគារនឹងបានហើយបើយើងធ្វើការសាងសង់ពីគ្រឹះខាងក្រោមមានថាពីជើងតាងក៏សមកដល់ធ្នឹមកវ៉ាត់បាទសម្រាប់ចំណុចពិសេសមួយទៀតសម្រាប់ទីតាំងប្លង់សេជាន់តដីទីតាំងរោងឡានគឺយើងចាក់កម្រាស់ដល់ទៅ1 តឹក 2បងប្អូនមានថាយើងចាក់នេះគឺដើម្បីធានាបាននៅសុវត្ថិភាពពេលបងប្អូនធ្វើការចតឡាននៅទីចំណតឡាននេះមិនឲ្យមានការស្រុតឬក៏ប្រេះហើយសម្រាប់សសរនៅទីតាំងរោងឡាននេះគឺយើងធ្វើឲ្យមានទំហំស្វែនធំគឺមានមុខការដល់ទៅ3 តឹក គុណ 4 តឹកបងប្អូនហើយសម្រាប់ដែកសម្រាប់សសរទីតាំងនេះគឺមានទំហំដល់ទៅ20 លីហើយចំណុចពិសេសមួយទៀតដែលយើងអាចធ្វើឲ្យទីតាំងរោងឡាននេះមានទំហំធំបានគឺយើងប្រើធ្នឹមនៅខាងលើនេះគឺទំហំទទឹង40កម្ពស់ដល់ទៅ80បងប្អូនដើម្បីអាចទ្របន្ទុកខាងលើបានហើយនឹងបើកទំហំបានធំសម្រាប់ចំណតឡានរបស់យើងសម្រាប់ទំហំផ្ទះរបស់យើងគឺមានទទឹងដល់ទៅ 11.34 និងបណ្ដោយ 22.33 ម៉ែត្របងប្អូនគឺទំហំនេះគឺធំមែនទែនហើយសម្រាប់កម្ពស់ផ្ទះរបស់យើងគឺដល់ទៅ13 ម៉ែត្របើសិនជាយើងធៀបពីផ្លូវទៅគឺ 12.93 ម៉ែត្រពីប្លង់សេរបស់យើងគឺ3សន្លឹកពេញសម្រាប់ផ្ទះវីឡា Grand L បងប្អូនហើយចំណុចពិសេសមួយទៀតគឺនៅលើដំបូលបង្អស់គឺយើងប្រើជាផលិតផលអ៊ុតកៅស៊ូការពារជំរាបទឹកបាទសម្រាប់អញ្ចាំងខាងក្រៅជុំវិញរបស់យើងគឺយើងប្រើអិត20បងប្អូនបាទហើយខាងក្នុងគឺយើងប្រើ10ជាស្តង់ដាសម្រាប់បន្ទប់ទឹកបន្ទប់គេងមួយគឺយើងមានបំពាក់នៅបរិក្ខារទំនើបមែនទែនបាទសម្រាប់ Mode Grand L នេះដែរខ្ញុំលើកយកតែចំណុចពិសេសមកជម្រាបជូនបងប្អូនប៉ុណ្ណឹងហើយបើសិនជាបងប្អូនចង់ដឹងពីព័ត៌មានច្បាស់លាស់បងប្អូនអាចមកមើលនៅគម្រោងផ្ទាល់បងប្អូនសម្រាប់ផ្ទះគំរូរបស់យើងគឺយើងសាងសង់បាន 60% ហើយយើងចូលរៀបអិតខាងក្រៅបានចិត្តចប់និងរៀបបូកខាងក្នុងបាន 70% បងប្អូនអាចមកទស្សនាផ្ទះគំរូតបាន បុរី ML ធ្វើឲ្យជីវិតកាន់តែមានសុភមង្គល